បានន័យថាគាត់ទុកដើមឡើងកម្ពស់ពី3ម៉ែត្រហើយបានគាត់ចាប់ដើមត្រាយហើយពុតយកចាប៉ុន្តែមុននឹងគេពុតគេត្រូវធ្វើម៉េចបងអូហើយចុះបងចាំបាច់ប្រើស្រោមដៃធ្វើអីបន្លាច្រើនវាអត់ស្គាល់ថាម្ចាស់ហ៎អត់ទេអូឲ្យតែមានទាំងមេឃប្រមាណឡើងលើគឺពុតទាំងអស់បងប្អូននេះហើយគឺជាមុខរបរដំណាំស្អំតាមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅទឹកដីនៃខេត្តបាត់ដំបងបងជំរាបសួរម្ដងទៀតមកតន់ហើយពុកម៉ែបងប្អូនអរគ្នាកន្លងមកយើងមកខែដែលវាលាស់ត្រួយឃើញតែដើមដែលអ្នកបាត់ដំបងគាត់ពុតហើយលាស់ត្រួយរួចជាស្រេចហើយខ្ញុំគុំយូរហើយបងប្អូនគុំមិនថាចាំមើលខែណាដែលអ្នកបាត់ដំបងគាត់ចាប់ដើមពុតស្អំដែលដើមកម្ពស់ពី3ម៉ែត្រហ្នឹងមកឲ្យទាន់រដូវកាលហ្នឹងឥឡូវខ្ញុំមកបានឃើញពិតប្រកបហើយនេះដើមដែលអត់ទាន់ពុតទេខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាឲ្យបានឃើញថាទេភក្ត្រាមិនមែនចេះតែនិយាយទេមានពិតបាននិយាយមែនបងប្អូនការធ្វើដំណាំស្អំរបស់ប្រជាពលរដ្ឋនៅទឹកដីនៃខេត្តបាត់ដំបងខុសពីបណ្ដាខេត្តមួយចំនួនខេត្តខ្លះទៀតស្អំគាត់អត់ទុកឲ្យមានមែកដើមកម្ពស់រហូតដល់2-3ម៉ែត្រហ្នឹងទេបានន័យថាគាត់កាត់ទុកតកុលទេហើយដល់ពេលវាលាស់ត្រួយមកគាត់ចាំកាត់ត្រួយហ្នឹងអត់ឲ្យដើមវែងទេប៉ុន្តែដល់ពេលអ្នកបាត់ដំបងគាត់មិនមែនទុកតកុលទេគឺឲ្យដើមនេះកម្ពស់2-3ម៉ែត្រហើយអាចថាលពងនៃដើមវាបងប្អូនឃើញអត់ប៉ុនមេដៃប៉ុនមេជើងហើយបើដើមចាស់វិញបងប្អូនមើលនេះឡើងប៉ុនកដៃកូនក្មេងហើយបើនិយាយពីបាឡាលេងបិទពួនអីត្រូវហ្មងបងប្អូនច្រឡំរត់ចូលពួននិយាយតន់នេះជាប់អាវបាត់ច្រឡំចូលពួននៅព្រៃស្អំអ្នកបាត់ដំបងអីសិតត្រូវប៉ាន់ណាបាឡាឡើងដូចគេហៅអីបើផ្លែសទូចបានន័យថាគាត់ទុកដើមឡើងកម្ពស់ពី3ម៉ែត្រហើយបានគាត់ចាប់ដើមត្រាយហើយពុតយកចាបងចឹងនិយាយថាអញ្ចេះពេលដែលដំណាំស្អំនឹងវាឡើងលក្ខណៈដូចព្រៃអញ្ចឹងមុននឹងយើងពុតតែយើងត្រូវធ្វើម៉េចចូលកាត់ជើងវាឲ្យលុបអូឥឡូវបងអាចបង្ហាញឲ្យបងអូនមើលមកគុំដែលនៅទាំងស្លឹកធម្មតាចង់និយាយថាគុំនេះបានន័យថាបងឲ្យលុះវាចេញអស់ហើយមែនអត់ប៉ុន្តែពេលដែលវានៅចេះបងប្អូននេះមិនមែនស្អំនឹងបានន័យថាអត់មានស្លឹកចូលដល់រដូវកាលនឹងវាជ្រុះស្លឹកទេណាគឺវាលក្ខណៈដើមវាធម្មតាបែបនេះទេប៉ុន្តែមុននឹងគេពុតគេត្រូវធ្វើម៉េចបងអូហើយចុះបងចាំបាច់ប្រើស្រោមដៃធ្វើអីបន្លាច្រើនវាអត់ស្គាល់ថាម្ចាស់ហ៎អត់ទេចឹងនិយាយថាតែត្រូវមុតវាមុតអញ្ចឹងពាក់ស្រោមដៃផងហើយបងប្អូនឈប់បងលើកមកនេះដៃពាក់ស្រោមប៉ុន្តែមានស្រោមដៃមួយជាន់ហើយមិនទាន់អស់ចិត្តទេបងប្អូនត្រូវមានកណាត់កបយមួយទៀតទ្រាប់ដៃយកទៅកាន់ដើមស្អំហ្នឹងហើយបានចាប់ផ្ដើមប្រើកាឌីវលុះស្លឹកវាបងចឹងនិយាយថាពេលដែលយើងចាប់ផ្ដើមពុតដើមវាគឺយើងលុះស្លឹកវាឲ្យស្អាតហើយយើងទុកមែកធៀងវាបែបនេះក្នុងមួយដើមតើយើងទុកមែកធៀងវាទាំងអស់ឬក៏មានរលុះដើមឬក៏មែកចេញខ្លះនេះមានលុះឡើងលើពុតវាទាំងអស់ដែរអូឲ្យតែមានទាំងមែកប្រមាណឡើងលើគឺពុតទាំងអស់ប៉ុន្តែខ្ញុំឃើញគុំខ្លះដូចជាមានស្នាមដែលបងអាចេញអានឹងបាននេះថាម៉េចអូបានន័យថាដើមចាស់គឺយើងលែងពុតវាហើយកាត់ចោលតែយើងទុកតែរពងថ្មីដែលអត់ទាន់ពុតពីឆ្នាំទៅបានយើងពុតអូយល់កន្លែងដែលខ្ញុំសួរបងស្រីបំបញ្ញមិញដោយសារខ្ញុំឃើញមកគុំនេះមានស្នាមគាត់អាហើយខ្ញុំសួរគាត់ថាឲ្យតែមានដើមពុតទាំងអស់ប៉ុន្តែមិនបានអាចេញចឹងបានន័យថាកន្លែងមែកដែលអាចេញហ្នឹងគឺពីឆ្នាំទៅមែកហ្នឹងធ្លាប់ពុតយកត្រួយម្ដងហើយដល់ពេលចូលមកដល់ឆ្នាំនេះយើងត្រូវអាមែកចាស់ចោលយើងចាប់ផ្ដើមពុតអារពងថ្មីដែលទើបបានមកភាសាហ្នឹងឯងអូចុះបើយើងពុតអាដើមចាស់ហ្នឹងមិនបងវាអត់ចេញត្រួយទេទោះតែអាថ្មីខ្ចីនេះបានវាចេញអូតម្រាំខែណាបានយើងឈប់ប្រម៉ូទផលត្រួយវាខែ8អញ្ចឹងពីខែ10ដល់ខែ8ជិតមួយឆ្នាំបាទអញ្ចឹងមិនខ្ញុំចង់ដឹងថាតើជិតមួយឆ្នាំនៃការប្រម៉ូទត្រួយនោះមកគុំបានប្រហែលជាប្រមាណគីឡូសម្ដែងបានស្មានណាច្រើនដែរហ្នឹង10ទេមើលទៅលើហ៎អូលើ10គីឡូចាហើយ1គីឡូលក់បានប្រមាណពាន់តាមទីផ្សារគេមានអាថោកមកថ្លៃដែរហ្នឹងថាណាគេអាថោកមួយខែនេះ1គីឡូ8000ថាឲ្យណាគេអាថោកវិញថាស្អំចុះតាមខែថោកខែថ្លៃទៅចាំបាច់ថាតាមអាថោកអាថ្លៃ
anh chắc bạn này bà khai thấy ban mà mơn chiềng bà khai thu thấy chắc bạn này tha khai cả đá chân trán khai để chạy xây chân tì chắc bà khai tại chạy sao ông miên làm lại phụ ô chắc bạn này tăng pi chuẩn non vậy tới pi bảo ông bà ran máu cứ cái đâm xóm cứ đâm tầm miên bà la chẳng màu ọt miên xóm na đây cái bà cắt nó ọt bà la tì nhưng mà đây khởi thấy bà đâm xóm bông xóm cái chiên bông tía cái ngáo cái sầu thườn lúa thôi ấy chẳng tới tay cái ai thôi ấy xây ban tiệt thì xóm tam cái chân nấu cái trong giật vậy các bạn xóm nhặt lắm nhưng phải cái sầu chu bàn rồi ô lo mà chu nhom mấy ban đấy ở đây khơi cái nhom thì bom ôn ni hai cứ chia một bộ tầm năm xóm tam té rồi bom ôn cái chia bò rót nè luôn nói tập đây này khai bắt tầm bông đôi khi nhom chấm biết chun chân thà nhomทะเลาะពីថតដំណាំស្អំច្រើនខេត្តទាំងបងប្អូនបាត់ដំបងបងប្អូននៅត្បូងឃ្មុំក៏ជាតាមបណ្ដាខេត្តមួយចំនួនដែលគាត់ដាំដុះដំណាំស្អំធ្វើជាមុខរបរបានន័យថាគាត់ដាំបាទជាដំណាំប្រមូលផលត្រួយតែម្ដងក៏ប៉ុន្តែខ្ញុំគុំយូរហើយដូចនិយាយខាងដើមវីដេអូថាចាំមើលដល់ខែគេពុតស្អំរបស់បងប្អូនអ្នកបាត់ដំបងទៅថតឲ្យតន់ដោយសារតែកន្លងមកថតបានតែពេលគេពុតហើយគេប្រមូលផលត្រួយមែនទេបងបានន័យថាចេញចេះស្អាតហើយមានត្រួយលពងហើយដល់ប្រមូលផលហើយដល់ពេលអញ្ចឹងបងប្អូនមិនដឹងថាតើការពុតស្អំរបស់អ្នកបាត់ដំបងហ្នឹងគេពុតមិនទេទម្រាំតែពុតបានណាវេទនាណាពុកម៉ែបងប្អូនអរគ្នាមុតដៃឈាមម្លេះហើយដូចបងគាត់ពាក់ស្រោមដៃត្រូវប្រើកណាត់ឡើងប្រមាណជាន់ទៀតដើម្បីកាន់នៅដើមស្អំហ្នឹងលះយកមេធៀងវាចេញអស់ហើយបាទទើបអាចពុតបានហើយពុតហ្នឹងគេមើលទៀតគេចាំបានទៀតថាបើមេឃហ្នឹងពុតពីឆ្នាំទៅហើយឆ្នាំនេះมันអាចពុតបានទេគឺកាប់ចុងចោលទុកតែគល់ដើម្បីពុតអាមេឃលពងថ្មីនេះវិញបាទទើបវាចេញល្អបងប្អូនមើលនេះគាត់ពុតហើយនេះបានន័យថាមកគុំគាត់តពីមេឃមួយទៅមេឃមួយបញ្ចូលគ្នាលក្ខណៈដូចខ្សែបន្ទាត់បងខ្ញុំចង់ដឹងថាយើងពុតទៅអញ្ចេះបានអត់ឬក៏ត្រូវតែពុតមកចេះបានដែរបងតាមមុខវារឹងដេកហ្នឹងពុតមកបានណាបាទអូអញ្ចឹងបានន័យថាយើងពុតមើលតាមមុខវាដេកបាទថាជួរហ្នឹងវាដេកមកខាងឆ្វេងយើងពុតមកជួរហ្នឹងមកខាងឆ្វេងមកហើយចុះបើឧទាហរណ៍ជួរនេះវាទៅស្ដាំពុតទៅស្ដាំទៅពុតទៅបានខាងនេះក៏បានដែរអូអញ្ចឹងបានន័យថាគេមិនតម្រូវថាឆ្វេងទាំងអស់ស្ដាំទាំងអស់ទេជួរណាយើងចង់ទៅខាងណាក៏បានដែរនេះបងប្អូនឃើញដល់ខ្ពស់អញ្ចឹងគាត់ចាប់ផ្ដើមទាញបតុងទៅមួយដែលវត្តត្រូវភ្នែកchứបងសុំទោសសួរចាំមុខចាំមាត់ដែរហ្នឹងអូហើយអូមួយទៀតខ្ញុំធ្លាប់ឮបងគាត់អ្នកដាំដុះស្អំគាត់មានប្រសាសន៍ថាចេះប្រមូលផលត្រួយស្អំគឺគេឡើងកាត់ពីយប់គាត់ថាបាទម៉ោង1ម៉ោង2ទៀបភ្លឺឡើងកាត់ត្រួយស្អំហ៎ចាភ្លើងកៅមួយប្រចាំងកាត់ត្រួយមែនអត់បងចាអញ្ចឹងរំបានលុយវេទនាអញ្ចឹងវេទនាតាំងពីពុតតាំងពីអីហើយមិនមែនកាត់ភ្លឺហើយបានកាត់ទេឡើងពាក់កណ្ដាលអាត្រៀតទៀតមូលហេតុអីបានពាក់កណ្ដាលអាត្រៀតឡើងកាត់ត្រួយស្អំអាហ្នឹងយើងវាបែរទៅខ្ចីបើថាភ្លឺឡើងយើងចាំយើងបេះវិចាយអូខុសគ្នាតែប៉ុន្មានម៉ោងហ្នឹងអញ្ចឹងបានន័យថាបើឧទាហរណ៍យើងឡើងកាត់ម៉ោង1ម៉ោង2ទៀបភ្លឺត្រួយវានៅក្តោបល្អតែដល់ពេលយើងចាំព្រឹកឡើងមកកាត់អាត្រួយហ្នឹងនឹងអាចលាហើយលែងសូវល្អហើយអូបាត់ព្រឹកត្រឹមម៉ោង6ម៉ោងអីអត់អីបើឡើងម៉ោង8 9ទេតែចាបាទអរគុណបងប្អូនបានឃើញហើយគឺជាទស្សនវិជ្ជានៃការធ្វើដំណាំស្អំរបស់បងប្អូនអ្នកទឹកដីខេត្តបាត់ដំបង